ជំរាបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំនៅថ្ងៃនេះបាទថ្ងៃនេះខ្ញុំមានវីដេអូមួយឆ្លើយតបទៅនឹងបងប្អូនដែលខមមិនសួរខ្ញុំនៅក្នុងYouTube នៅក្នុងក្រោមវីដេអូ YouTube របស់ខ្ញុំថាបងពេលយើងលុបឆាតខាងយើងហើយចុះខាងគេលុបដែរអត់បងមានន័យថាគាត់សួរនេះគឺសួរនៅក្នុងវីដេអូ Telegram របស់ខ្ញុំអញ្ចឹងមានន័យថានៅក្នុង Telegram បើសិនជាយើងលុបឆាតខាងយើងហើយចុះខាងគេនឹងលុបអត់គាត់ចង់មានន័យតែអញ្ចឹងបងប្អូនបាទអញ្ចឹងដើម្បីដឹងច្បាស់គឺយើងចូលទៅក្នុងកម្មវិធី Telegram តែម្ដងខ្ញុំនឹងបង្ហាញបងប្អូនថាតើលុបមិនដើម្បីឲ្យបាត់ខាងយើងផងខាងគេផងហើយលុបមិនដើម្បីឲ្យបាត់តែខាងយើងទេខាងគេគឺអត់បាត់ឧទាហរណ៍ថាយើងចូលទៅកាន់ account ណាមួយយើងចង់លុបឧទាហរណ៍ថាតើ account នេះមួយចុះបាទឧទាហរណ៍ថាបងប្អូនចង់លុបរូបភាពហ្នឹងអញ្ចឹងបងប្អូនចុចរូបនឹងជាប់មកបងប្អូនឃើញធុងសម្រាមនៅខាងលើនៅកែងនៅលើអញ្ចឹងបងប្អូនចុចទៅលើធុងសម្រាមពេលដែលបងប្អូនចុចមកគឺវានឹងលោតសញ្ញាមួយដាក់លោតប្រអប់មួយមកដាក់ថា also delete for ឈ្មោះ account ហ្នឹងបាទហើយគឺវាឲ្យយើងថិចមានន័យថាបើសិនជាយើងថិចនៅកន្លែងហ្នឹងមានន័យថាខាងគេក៏លុបខាងយើងក៏លុបប៉ុន្តែបើសិនជាបងប្អូនអត់ថិចប្រឡោះហ្នឹងទេបងប្អូនចុច delete យកតែម្ដងអញ្ចឹងមានន័យថាលុបទៅខ្លួនឯងទេខាងគេគឺអត់លុបទេបាទអញ្ចឹងណាបងប្អូនបាទអញ្ចឹងឧទាហរណ៍ថាបងប្អូនចង់លុបទាំងសងខាងឧទាហរណ៍ថាបងប្អូនចង់លុបទាំងសងខាងបងប្អូនតោះចុចចឹងមកហើយ delete អញ្ចឹងមានន័យថាបាត់បាទអញ្ចឹងឧទាហរណ៍ថាបងប្អូនចង់លុបតែខ្លួនឯងទេឧទាហរណ៍ថាយើងចុចលើរូបភាពនេះជាប់តបបងប្អូនចុច delete នេះហើយបន្តបងប្អូនអត់ថិចទេអត់ថិចអញ្ចឹងចុច delete យកតែម្ដងបាទអញ្ចឹងជំនួយខ្ញុំចូលទៅកាន់ Telegram មួយទៀតតែបានផ្ញើរូបនោះមកឧទាហរណ៍ថាខ្ញុំចូលទៅកាន់ Telegram មួយទៀត Telegram ដែលផ្ញើរូបមិញហ្នឹងឥឡូវខ្ញុំចូលម្នេះម្ដងហើយបន្ទាប់មកខ្ញុំចូលទៅកាន់ Telegram នេះបាទឃើញបងប្អូននេះឃើញទេមិញយើងលុបខាងយើងប៉ុន្តែដល់ពេលយើងទៅបើកខាងមួយទៀតគឺអត់ទាន់លុបទេអញ្ចឹងមានន័យថាបងប្អូនត្រូវថិចឧទាហរណ៍ថាបងប្អូនចុចចឹងហើយយក delete ខាងលើនេះគឺបងប្អូនត្រូវថិចនៅកន្លែងនេះថិចចឹងទៅថិចចឹងបានលុបទាំងអស់បងប្អូនលុបទាំងខាងយើងលុបទាំងខាងគេយើងចុចផុចចឹងមកយើងលុបបានហើយបងប្អូនឥឡូវយើងចូលទៅកាន់ Telegram ដែលខ្ញុំត្រូវលុបមិញបាទអត់យកខ្ញុំចូលទៅឃើញបងប្អូនលុបបាត់ហើយលុបរូបស្វាយវិញបាត់ហើយបងប្អូនបាទនៅក្នុងក្រុមអញ្ចឹងដែរឧទាហរណ៍ថាខ្ញុំចូលទៅកាន់ក្រុមនេះគឺក្រុមរបស់ខ្ញុំឧទាហរណ៍ខ្ញុំចង់លុបហ្នឹងខ្ញុំចុចជាប់ហើយខ្ញុំចុចធុងសម្រាប់នៅខាងលើតបវាឲ្យយើងថិចដូចគ្នាបងប្អូនថិច delete for all member delete for all member អញ្ចឹងនៅពេលដែលបងប្អូនថិចអាកន្លែងប្រអប់ហ្នឹងហើយ delete អញ្ចឹងសមាជិកទាំងអស់ហ្នឹងក៏លុបដូចគ្នាដែរតែបើសិនជាបងប្អូនអត់ថិចទេពេលបងប្អូនលុបទៅគឺសមាជិកផ្សេងគេនៅតែឃើញហ្នឹងគេនៅឃើញlink ដែលយើងលុបហ្នឹងគឺនៅក្នុងនឹងដដែលប៉ុន្តែខ្លួនយើងមើលអត់ឃើញទេអញ្ចឹងបងប្អូនអញ្ចឹងបើសិនបងប្អូនចង់លុបទាំងពីរទាំងសងខាងគឺថិចចឹងហើយចុចចឹងមកចុះមានន័យថាទាំងសងខាងគឺលុបទាំងអស់បាទនេះគឺជាវីដេអូឆ្លើយតបទៅនឹងបងប្អូនដែលបានខមមិនរបស់ខ្ញុំសួរថាបើយើងលុបឆាតខាងយើងហើយតែខាងគេលុបអត់អញ្ចឹងគឺចម្លើយគឺដូចខ្ញុំបង្ហាញបងប្អូនខាងលើទាំងបាទបើសិនជាយើងថិចមានន័យថាលុបទាំងសងខាងបើយើងអត់ថិចទេគឺលុបតែខាងយើងទេបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនទាំងគ្នាយើងជួបគ្នានៅវីដេអូក្រោយបាយបាយ